សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាកាត់វីដេអូចូលឆ្នាំម្ដងព្រោះអីថតយូរហើយអត់ដែលបានធ្វើសោះពលរវល់ពេកចឹងទៅអត់បានធ្វើទុកចោលរហូតហើយនេះគឺចូលឆ្នាំថ្ងៃទីយប់ថ្ងៃទី1នៅភូមិខ្ញុំហ្នឹងតែអត់សឹមមានគឺថាអត់មានមនុស្សច្រើននៅថ្ងៃហ្នឹងទៅមើលគេបានមួយផ្លែតក៏នាំគ្នាមកផ្ទះវិញហើយហ្នឹងគឺទស្សនវិជ្ជានៅពេលយប់ទៅមើលគេរំរែកខ្លួនឯងអត់ចេះរំមេតកាលនៅពីក្មេងធ្លាប់រំក៏ប៉ុន្តែរំអាសាដូចគេចេះតែរំទៅខុសឬត្រូវអត់ដឹងនេះគឺទស្សនវិជ្ជាថ្ងៃទី2ចូលឆ្នាំនៅវត្តភូមិខ្ញុំហើយនៅតាមផ្លូវហ្នឹងគឺមានបងប្អូនយើងក៏លក់ដូរម្ហូបអាហារទឹកប្រសាអីហ្នឹងហើយចូលមកដល់គឺថាឃើញមានមនុស្សច្រើនគួរសមព្រោះអីនៅវត្តហ្នឹងគឺថាសបោមនុស្សមកលេងច្រើនតាំងពីខ្ញុំនៅក្មេងៗរហូតដល់ឥឡូវគឺថាឃើញមានមនុស្សមកលេងច្រើនដដែលគេមានលេងល្បែងប្រជាប្រិយមានបោះអង្គញ់ចោលឈូងទាញព្រាត់ហើយវាយក្អមវាយអីត្រង់ចំណុចលេងបោះអង្គញ់នេះខ្ញុំចង់និយាយមួយព្រោះអីពេលខ្ញុំនៅអាមេរិកហើយខ្ញុំទៅលេងចូលឆ្នាំខ្មែរនៅរដ្ឋ New Jersey គេលេងបោះអង្គញ់គេដាំកាយ3ដូចនៅភូមិខ្ញុំដែរក៏ប៉ុន្តែគឺគេបោះឲ្យត្រូវកាយសងខាងមុខសិនបានគេបោះឲ្យត្រូវកាយខាងក្រោយនឹងទៅគេហៅឈ្នះក៏ប៉ុន្តែនៅភូមិខ្ញុំលេងខុសគេដាំកាយ3ដូចគ្នាក៏ប៉ុន្តែពួកខ្ញុំបោះយកឲ្យត្រូវកាយកណ្ដាលដែលនៅខាងក្រោយនឹងមុនព្រោះអីកាយសងខាងនៅខាងមុខហ្នឹងថាខ្ញុំគឺគេហៅមេម៉ាយពេលដែលយើងបោះត្រូវកាយសងខាងហ្នឹងឬក៏បោះត្រូវមេម៉ាយហ្នឹងគឺអាចចាញ់គេហើយត្រូវគេជួសហើយពេលហ្នឹងប៉ុន្តែបើសិនជាយើងបោះត្រូវកាយកណ្ដាលហ្នឹងពេលយើងអស់កូននៅក្នុងដៃគឺយើងឲ្យគេមកខាងទៀតបោះវិញដើម្បីសងបើសិនជាគេបោះត្រូវទេសងឲ្យគ្រប់ចំនួនអាហ្នឹងគឺត្រូវយើងជួសគេវិញអាហ្នឹងគឺក្បួននៅខាងភូមិស្រុកខ្ញុំលេងអញ្ចឹងតពីជីដូនជីតាមកប៉ុន្តែខ្ញុំអត់ដឹងថាលេងបែបហ្នឹងគឺជាការខុសឬត្រូវទេព្រោះអីខ្ញុំបាននិយាយមុនអញ្ចឹងខ្ញុំទៅលេងនៅរដ្ឋ New Jersey គឺគេលេងខុសពីខាងខ្ញុំអញ្ចឹងអត់ដឹងថាខាងខ្ញុំលេងខុសឬត្រូវបើសិនជាបងប្អូនណាដឹងជួយប្រាប់ខ្ញុំផងថាគេលេងរបៀបម៉េចហើយនេះគឺជាថ្ងៃទី3នៃចូលឆ្នាំនៅវត្តភូមិខ្ញុំហ្នឹងហើយគេចូលចិត្តលេងបាញ់ទឹកលាបម្សៅហើយនឹងល្បែងប្រជាប្រិយខ្មែរយើងមួយចំនួនហើយចង់និយាយថាខ្លួនឯងឃើញគេលេងសប្បាយអញ្ចឹងចង់លេងសប្បាយមែនតើព្រោះអីនឹកឃើញកាលនៅក្មេងៗលេងទាញព្រាត់លេងចោលឈូងបោះអង្គញ់គឺថាសប្បាយខ្លាំងមែនតើហើយដល់ពេលមកអាមេរិកនេះទៅនៅស្រុកនេះគឺកម្រគេមានលេងជាល្បែងប្រជាប្រិយខ្មែរនៅវត្តណាហើយទៅក្នុងចិត្តគិតបងថាបើសិនជាបានទៅលេងស្រុកខ្មែរគឺទៅឲ្យចំថ្ងៃបុណ្យចូលឆ្នាំខ្មែរដើម្បីបានដើរលេងមើលគេមើលឯងលេងល្បែងប្រជាប្រិយឲ្យបានសប្បាយហើយគឺថាបានទៅដូចចិត្តមែនក៏ប៉ុន្តែអត់បានលេងនឹងគេឲ្យបានសប្បាយគ្រាន់បានដើរមើលគេព្រោះអីខ្ញុំចាញ់កូនខ្លាំងហើយណាមួយអាកាសធាតុគឺក្តៅខ្លាំងចុះឲ្យធ្វើខ្ញុំហិតហើយដៃជើងអញ្ចឹងហើយបានត្រឹមតែដើរមើលគេតែមិនអីមើលគេឃើញគេសប្បាយយើងក៏សប្បាយតាមគេដែរទៅណាហើយឃើញគេលេងវាយក្អមឃើញក្មេងៗគាត់ឈរនៅក្បែរហ្នឹងចេះខ្លាចពេលគេវាយក្អមចំទៅខ្លាចបែកក្អមហ្នឹងបែកចំពួកគាត់ឯងពួកអីគាត់ឈរនៅចិត្តហ្នឹងអូផ្លេចពេលចង់ទៅស្រុកខ្មែរហ្នឹងខ្ញុំមានបំណងប្រាថ្នាមួយទៀតគឺចង់ញ៉ាំលៀហាខ្លាំងមែនតើគិតថាពេលបានទៅដល់ស្រុកខ្មែរញ៉ាំលៀហាឲ្យណានៃម្ដងប៉ុន្តែពេលទៅដល់អត់បានញ៉ាំដដែលព្រោះអីខ្ញុំខ្លាចលៀហាទៅវាអត់ឆ្អិនអញ្ចឹងហើយធ្វើឲ្យប៉ះពាល់កូនក្នុងផ្ទៃដល់ពេលអញ្ចឹងទៅនៅតែអត់បានញ៉ាំដដែលគឺថាចង់ទៅលេងចូលឆ្នាំឲ្យបានសប្បាយប៉ុន្តែបានដើរមើលគេសប្បាយចង់ញ៉ាំលៀហាអត់បានញ៉ាំបានតែមើលគេញ៉ាំរឿងតែប៉ុណ្ណឹង